បានស្ករស៊ុបចិនមកកន្លែងនេះហើយគឺថាកាត់បន្ថយការចំណាយបានច្រើនមែនតើជាពិសេសសម្រាប់អ្នកដែលចូលចិត្តញ៉ាំរបៀបថាស៊ុបហិលៗក្តៅៗពេលល្ងាចអីគឺដឹងតែត្រូវហ្មងព្រោះដោយសារនៅទីនេះទាំងសាច់ក៏ដូចជាបន្លែគឺយើងដាក់ចាប់ដោយសេរីហើយយកទៅថឹងគីឡូតាមហ្នឹងណាគឺគាត់ក៏ជាគីឡូហើយបើថាអ្នកដែលញ៉ាំតិចតិចអីទៀតហ្នឹងគឺដឹងតែត្រូវហើយរបៀបថាចំណាយអស់តិចតិចហើយយើងបានញ៉ាំជាប្រភេទស៊ុបគេឆ្ងាញ់ពុកម៉ែបងប្អូនសំខាន់គាត់មាន2 3រសជាតិហាងអ្នកធូ Sister ទៅនៅថ្ងៃនេះគឺមានឈ្មោះថាហោះម៉ាឡានៅចិត្តសាឡាវ៉ាន់ដាហើយនៅពេលដែលយើងដើរចូលមកដល់ខាងក្នុងនេះគឺឃើញការរៀបចំនៅក្នុងហាងបកកស្អាតមែនតើហើយឃើញនៅក្នុងហាងហ្នឹងមិនថាតែនៅលើអញ្ជាងឬមួយក៏នៅលើតុទេគឺសុទ្ធសឹងតែរូប Panda ពុកម៉ែបងប្អូនកុំឆ្ងល់ណាព្រោះដោយសារ Panda ហ្នឹងគឺជា signature នៃហាងបកកតែម្ដងហើយសម្រាប់ស៊ុបនៅទីនេះវិញគឺគាត់មានជម្រើសទឹកស៊ុបពីរប្រភេទហើយគាត់ក៏មានជាប្រភេទម៉ាឡាតាំងដែរមិនថាតែសាច់មិនថាតែបន្លែទេគឺពិសេសមែនតើយើងដើរចាប់ដោយសេរីតែម្ដងបើថាអ្នកដែលញ៉ាំតិចតិចអីគឺចាប់តែមកល្មមនឹងគឺចំណាយលុយអស់តិចទេប៉ុន្តែបើសិនជាអ្នកដែលញ៉ាំច្រើនដូច Twister អញ្ចឹងគឺថាសប្បាយមែនតើពុកម៉ែបងប្អូនគឺថាចាប់យកតែម្ដងគិតលុយរៀងក្រែដែរអញ្ចឹងណាប៉ុន្តែយ៉ាងណាក៏តម្លៃរបស់គាត់នៅតែសមរម្យដែរពុកម៉ែបងប្អូនហើយសម្រាប់ពោះគោនេះវិញគឺថាត្រូវមែនតើរបៀបថាយើងដាក់ជាមួយនឹងស៊ុបហិលណាហើយ Twister សង្កេតឃើញថាទាំងគ្រឿងសមុទ្រទាំងសាច់ក៏ដូចជាបន្លែនៅកន្លែងគាត់គឺស្រស់ល្អហើយមានអនាម័យទាំងកន្លែងដាក់បន្លែដាក់សាច់ដាក់ប្រហិតរបស់គាត់នឹងគឺ clean តែម្ដងហើយតាមពិតទៅហាងនេះគឺគាត់ទៅតែបើកដំណើរការដែរទេពុកម៉ែបងប្អូនគឺបានប្រហែលសប្តាហ៍ហ្នឹងប៉ុន្តែ Twister ឃើញថាមានភ្ញៀវទៅគ្រប់គ្រងច្រើនដោយពេល Twister ទៅនឹងសឹងតែអត់មានកន្លែងអង្គុយណាភ្ញៀវគាត់ទៅណែនហាងតែម្ដងព្រោះអីគឺដោយសារតែតម្លៃរបស់គាត់សមរម្យបូករួមជាមួយរសជាតិអញ្ចឹង Twister recommend ឲ្យពុកម៉ែបងប្អូនទៅសាកនៅទីនេះម្ដងអញ្ចឹងណា Twister អត់ហ៊ាននិយាយថារសជាតិគាត់ឆ្ងាញ់មិនទេសម្រាប់មាត់ Twister គឺរសជាតិនេះល្មមហើយ Twister ក៏បានចូលទៅលុកលុយដល់កន្លែងចង្ក្រានដែរសម្រាប់ chef វិញគឺគាត់ជាជនជាតិចិនណាហើយសម្រាប់រសជាតិនេះក៏ជារសជាតិដើមរបស់ចិនដែរគឺគាត់យកមកពីតំបន់ឈឹងទូប្រទេសចិនតែម្ដងពុកម៉ែបងប្អូនហើយឥឡូវនេះក៏គាត់កំពុងតែបរៀន chef ជនជាតិខ្មែរហើយចូលមកដល់ផ្នែកខាងទឹកជ្រលក់នេះបើសិនជាពុកម៉ែបងប្អូនអត់ចេះលាយទេគឺអាចពឹងពាក់ឲ្យបងសាវីគាត់ជួយលាយឲ្យបានអញ្ចឹងណាព្រោះដោយសារទឹកជ្រលក់គឺសំខាន់បំផុតតែម្ដងបើសិនជាអត់ចេះលាយទេគឺអត់ឆ្ងាញ់ទេអញ្ចឹងអ្វីដែល Twister កំងនេះគឺបានមកដល់លើតុឲ្យពុកម៉ែបងប្អូនគឺថាចានធំមែនតើប៉ុន្តែ Twister ថតចេញមកគឺឃើញឡើងសប៉ែតហ្មងឃើញដូចទូចប៉ុន្តែតាមពិតទៅមួយចាននេះញ៉ាំ2នាក់បែបរបៀបថាគេទៅមួយដៃគូដៃកង់ជា sweet អីចឹងត្រូវហើយសម្រាប់ទឹកជ្រលក់នេះគឺជាប្រភេទទឹកជ្រលក់ល្ងពុកម៉ែបងប្អូនងាកមកទឹកស៊ុបវិញគឺគាត់មាន2ជម្រើសមានជាប្រភេទទឹកស៊ុបរសជាតិដើមហើយនិងទឹកស៊ុបរសជាតិប៉េងប៉ោះតាម Twister សាកសួរបងស្រីម្ចាស់ហាងទៅគាត់ថារសជាតិដើមនឹងលក់ដាច់ជាងគេប៉ុន្តែពេលដែល Twister ញ៉ាំទៅអាហ្នឹងមាត់ Twister ណាគឺរសជាតិប៉េងប៉ោះត្រូវចិត្ត Twister ជាងអញ្ចឹងពុកម៉ែបងប្អូនដែលបានទៅញ៉ាំនៅទីតាំងមួយកន្លែងនេះហើយទទួលបានរសជាតិបែបណាឬមួយក៏ចូលចិត្តរសជាតិមួយណាជាងអីជួយ comment នៅក្នុងវីដេអូនេះប្រាប់ Twister ផងហើយសម្រាប់នៅទីនេះឥឡូវគឺគាត់កំពុងតែមាន promotion Christmas អញ្ចឹងណាយើងចំណាយចាប់ពី$10ឡើងទៅគឺទទួលបានតុក្កតា Panda ហើយគាត់មានជាប្រភេទ bow Christmas អីចឹងទៅគឺខ្ជូតមែនតើហើយមួយវិញទៀតឥឡូវនេះក៏គាត់កំពុងតែមាន promotion នៅក្នុងខែ12ដែរពុកម៉ែបងប្អូនសម្រាប់ការចូលញ៉ាំហ្នឹងគឺម្នាក់នឹងទទួលបាន voucher $2ភ្លាមតែម្ដងចំណេញមែនតើហ្មងហើយក្រៅពីហ្នឹងក៏គាត់មាន free ជាប្រភេទបាយក៏ដូចជាបង្អែមតៅហ៊ូមួយចានបែបនេះដែរគឺថាដាក់តិចជាមួយនឹងស៊ុបហិលគឺត្រូវមែនតើផ្លេចបញ្ជាក់ពុកម៉ែបងប្អូនក្រៅតែពីស៊ុបម៉ាឡាតាំងទាំងពីររសជាតិហ្នឹងគាត់ក៏មានជាប្រភេទម៉ាឡាតាំងគោកដែរហើយគាត់ក៏មានជាប្រភេទ set ដែរអញ្ចឹងពេលដែលពុកម៉ែបងប្អូនទៅដល់គឺថាអាចសាកសួរព័ត៌មានលម្អិតបន្ថែមជាមួយនឹងបងសាវីក៏ដូចជាបងស្រីម្ចាស់ហាងនៅហ្នឹងណាអញ្ចឹងវីដេអូរបស់ Twister ថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេហើយសម្រាប់ហាងរបស់គាត់គឺមានបើកលក់ចាប់ពីម៉ោង10ព្រឹករហូតដល់ម៉ោង10យប់បាយ